បាទជំរាបសួរប្រិយមិត្តបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ឆានីដំណើរបាទជាបន្តទៅទៀតដែរកុំឲ្យបងប្អូនរងចាំទស្សនាយូរខ្ញុំបាទនឹងមានរឿងមួយដែលដកស្រង់ចេញពីរឿងនៅក្នុងភូមិរបស់ខ្ញុំពិតដែលបានកើតឡើងនៅក្នុងឆ្នាំ2019នៅក្នុងគ្រួសារមួយដែលមានសមាជិក5នាក់តែនៅក្នុងនោះមានឪពុកម្ដាយរបស់គាត់រស់នៅជាមួយគ្នាដែរបាទរឿងបន្តបន្ទាប់ដែលបានកើតឡើងនៅក្នុងគ្រួសារនោះខ្ញុំនឹងលើកយកមកនិយាយនិទានដំណើរបងប្អូនស្ដាប់ហើយបងប្អូនពិចារណាទៅតាមការយល់ឃើញរបស់បងប្អូនថារឿងអបិយជំនឿនៅតែកើតឡើងមែននៅក្នុងសង្គមយើងបច្ចុប្បន្នតោះយើងចូលទៅកាន់រឿងដែលពាក់ព័ន្ធនឹងអបិយជំនឿជាមួយនឹងគ្រួសារមួយដែលបានធ្វើឲ្យគ្រួសារបាត់បង់ជីវិតស្ទើរតែទាំងអស់បាទនៅថ្ងៃមួយបន្ទាប់ពីតាប៉ុនគាត់បានចេញពីវត្តគាត់បានទៅហៅជាងដែលអាលឈើនៅជិតផ្ទះគាត់ដែលគោលបំណងរបស់គាត់គឺមកអាលដើមឈើទាលដែលនៅក្នុងដីស្រែរបស់គាត់ដើមឈើទាលដែលដុះនោះគឺនៅសល់តែមួយដើមទេមូលហេតុដើមក្រៅពីនឹងកាប់អស់ហើយដោយសារតែដើមធំនឹងគ្មានអ្នកណាហ៊ានកាប់ប៉ះពាល់ទេដោយហេតុថាតាប៉ុនគាត់សម្រេចចិត្តថាកាប់យកទៅធ្វើជាគ្រឿងសង្ហារិមដើម្បីកែលម្អនៅក្នុងផ្ទះគាត់ក៏បានដឹងដែរថាដើមឈើទាលនេះគឺមានអ្នកកាន់អស់រយៈពេលជាង100ឆ្នាំមកហើយដោយមូលហេតុថាគាត់មិនសូវជឿដោយសារតែគាត់ជឿតែព្រះពុទ្ធសាសនាអ្នកចិត្តខាងបាននិយាយប្រាប់គាត់ថាអ៊ំដើមឈើដែលអ៊ំបានកាប់នេះបើសិនជាអ៊ំកាប់ទៅអ៊ំនឹងមានរឿងអ្វីកើតឡើងតើអ៊ំដឹងទេធ្លាប់ឮគេនិយាយទេថាដើមឈើមានអ្នកកាន់តែគាត់មិនបានស្ដាប់អ្នកចិត្តខាងទេអ៊ំបុនគាត់បានជំនះនឹងបន្តហៅជាងឲ្យមកកាប់ឈើដែលគាត់បំរុងនឹងធ្វើគ្រឿងសង្ហារិមបាទខ្ញុំសូមស្លេះបន្តិចប៉ុន្តែខ្ញុំសូមលើកយករឿងអ្នកចិត្តខាងដែលបានប្រាប់តាប៉ុនបាទអ្នកចិត្តខាងដែលរស់នៅក្នុងតំបន់នៃដើមឈើនោះគាត់បាននិយាយប្រាប់អ៊ំបុនថាអ៊ំយប់ឡើងគាត់បានឃើញរឿងហេតុកើតឡើងចម្លែកដោយសារតែនៅមួយអាត្រៀតមួយគាត់បានចេញដើរឆ្លោះដើរបាញ់ត្រីនៅជិតផ្ទះរបស់គាត់បានឃើញមានភ្លើងហោះចុះឡើងហើយក៏មានការធ្វើឲ្យគាត់ព្រឺសម្បុរជាខ្លាំងហើយមិនមែនតែអ៊ំជិតផ្ទះនឹងទេអ្នកណាក៏គេដឹងដែរថានៅដើមឈើទាលនឹងគឺមានព្រាយរស់នៅបាទតើបងប្អូនប្រិយមិត្តយល់យ៉ាងណាដែរតើថាពេលដែលអ៊ំបុនគាត់បានកាប់ដើមឈើទាលនឹងរួចតើនឹងមានរឿងអ្វីកើតឡើងចំពោះខ្លួនគាត់និងគ្រួសារដោយមុនដំបូងជាងគឺមិនបានហ៊ានទៅធ្វើការកាប់អាលទេប៉ុន្តែដោយសារតែមានការរឹងរូសពីតាប៉ុនគាត់ជាអ្នកចាស់ទុំនៅក្នុងភូមិនោះគាត់ថាគ្មានអ្វីកើតឡើងទេនៅក្នុងកំឡុងពេលដែលអាលដើមឈើទាលនោះគឺមានរឿងហេតុកើតឡើងជាបន្តបន្ទាប់នៅក្នុងពេលនោះដែរតែដោយសារតែគាត់មិនបានជឿទើបធ្វើឲ្យជាងបង្ខំអាលទាល់តែដាច់តើបងប្អូនយល់យ៉ាងណាដែរចំពោះគំនិតរបស់តាប៉ុនបាទនៅក្នុងកំឡុងដែលពេលដែលអាលដើមឈើនោះរួចយប់ឡើងនៅក្នុងភូមិនោះគឺមានបាតុភូតកើតឡើងចម្លែកដូចជាអ្នកភូមិមានការភ័យខ្លាចនិងបង្កឲ្យមានភាពពឹកវរនៅក្នុងភូមិបាទបន្ទាប់ពីអ្នកភូមិបានឃើញរឿងហេតុដែលបានកើតឡើងនេះក៏បានទៅជម្រាបម្ចាស់ដើមឈើទាលនឹងដែរថាតាមានឃើញអ្វីប្លែកដែរឬទេនៅក្នុងគ្រួសារលោកតាតើមានរឿងអ្វី
ដែលមិនគួរឲ្យកើតឡើងចម្លែកដែរឬអត់បាទតើបងគាត់បាននិយាយថាគ្មានរឿងអ្វីកើតឡើងទេផ្ទះគាត់តែប៉ុន្តែអ្នកជិតខាងដែលរស់នៅក្បែរដើមឈើទាលនោះគឺមានរឿងហេតុកើតឡើងចម្លែកដូចជាសំឡេងដែលស្រែកថាឲ្យផ្ទះមកយើងវិញឲ្យផ្ទះមកយើងវិញតើអ្នកឯងជាអ្នកណាហ៊ានមកយកផ្ទះយើងបែបនេះបាទទោះបីខ្ញុំនិយាយពេលនេះគឺខ្ញុំមានការព្រឺសម្បល់ជាខ្លាំងដោយសារតែរឿងហ្នឹងបានកើតឡើងពិតមែន